ជំរាបសួរនាងខ្ញុំវិជ្ជាបណ្ឌិតលីសូនីនាងខ្ញុំគឺជាគ្រូពេទ្យផ្នែកប្រទេសផ្នែកកុមារថ្ងៃនេះខ្ញុំសូមលើកយកពីការលាយច្រមុះផ្ដោតទៅលើគុណសម្បត្តិនិងគុណវិបត្តិនៃការលាយច្រមុះនៅលើកូនក្មេងការលាយច្រមុះគឺជាវិធីសាស្ត្រមួយសាមញ្ញគឺការបាញ់សរំប្រៃចូលទៅក្នុងច្រមុះដើម្បីជួយសម្អាតស្លេសសម្អាតសារធាតុអាឡែហ្ជីឬមួយក៏សារធាតុ irritate ផ្សេងៗហ្នឹងពីក្នុងច្រមុះប្រហោងឆ្អឹងច្រមុះរបស់យើងគឺជាចន្លោះមួយដែលពោពេញទៅដោយខ្យល់វានៅខាងក្រោយមុខនៃឆ្អឹងនៅពេលដែលវារលាកឬមួយក៏វាប៉ះពាល់នឹងសារជាតិមួយដែលមិនមែនជាខ្លួនវាភ្នាសច្រមុះរបស់យើងហ្នឹងគឺវាបញ្ចេញជាអុករំអិលឬមួយក៏ហើមអញ្ចឹងការលាងច្រមុះគឺការដែលយើងប្រើសរំប្រៃគឺទឹកលាយជាមួយនឹងអំបិលតាមកំហាប់មួយដែលសមរម្យគឺដើម្បីលាងជំរះច្រមុះរុនច្រមុះវាជួយឲ្យស្លេសរាវជាងមុននិងជួយបំបត្តិស្លេសវាជួយបន្ថយការហើមនិងវាជួយជំរុញឲ្យការដកដង្ហើមបានស្រួលតើការលាងច្រមុះមានអត្ថប្រយោជន៍ដូចម្តេចអត្ថប្រយោជន៍ទី1នៃការលាងច្រមុះគឺវាជួយបំបត្តិការតឹងច្រមុះដោយសារតែវាជួយសម្អាតពួកmucus ស្លេសសម្អាត allergen ឬមួយក៏ irritate ពីច្រមុះក្នុងច្រមុះហ្នឹងគឺអញ្ចឹងវាធ្វើឲ្យបន្ថយការតឹងច្រមុះវាជួយសម្រួលដល់ការដកដង្ហើមអត្ថប្រយោជន៍ទី2គឺវាជួយបន្ថយរោគសញ្ញា allergy ច្រមុះ allergy ច្រមុះគឺវាកើតឡើងដោយសារតែរាងកាយរបស់យើងហ្នឹងគឺវាមានប្រតិកម្មលើសជាមួយនឹងសារធាតុមួយចំនួននៅក្នុងបរិយាកាសដូចជា pollen ដូចជា dust mites ដូចជាផ្សិតហូមសត្វលំអងផ្កាលំអងធូលីអីហ្នឹងនៅពេលដែលសារធាតុទាំងហ្នឹងវាចូលទៅក្នុងខ្លួនយើងប្រព័ន្ធរាងកាយរបស់យើងហ្នឹងគឺវាចាប់ផ្ដើមមានប្រតិកម្មអញ្ចឹងបើសិនជាយើងលាងច្រមុះជាប្រចាំអញ្ចឹងអាចច្រមុះហ្នឹងអាសារធាតុ allergen ដែលវាស្ថិតនៅក្នុងច្រមុះហ្នឹងគឺវាត្រូវកាត់បន្ថយអញ្ចឹងរោគសញ្ញា allergy ក៏ត្រូវកាត់បន្ថយដែរអត្ថប្រយោជន៍ទី3នៃការលាងច្រមុះគឺវាជួយសម្រួលការស្ដារឡើងវិញនៃជំងឺឆ្លងផ្លូវដង្ហើមផ្នែកខាងលើឲ្យឆាប់ជាសះស្បើយដោយសារតែវាជួយសម្អាតស្លេសនៅក្នុងច្រមុះអញ្ចឹងវាជួយបំបត្តិមេរោគចេញពីច្រមុះការលាងច្រមុះហ្នឹងវាធ្វើឲ្យបន្ថយរយៈពេលនៃជំងឺផ្ដាសាយឬមួយក៏ការរលាកច្រមុះជាពិសេសក្មេងតូចៗដែលគាត់មិនចង់ប្រើថ្នាំគាត់ពេលដែលគាត់មានជំងឺផ្ដាសាយគឺប៉ាម៉ាក់អាចលាងច្រមុះដើម្បីជួយឲ្យគាត់បានធូរស្រាលពីជំងឺអត្ថប្រយោជន៍ទី4គឺការលាងច្រមុះគឺជាជម្រើសនៃការព្យាបាលមួយដោយមិនប្រើថ្នាំយើងដឹងហើយថាការលាងច្រមុះគឺយើងប្រើសរំប្រៃបានចូលទៅក្នុងច្រមុះអញ្ចឹងយើងមិនបារម្ភពីផលប៉ះពាល់ដោយការថ្នាំគុណវិបត្តិនៃការលាងច្រមុះមានអ្វីខ្លះជាទូទៅការលាងច្រមុះគឺសុវត្ថិភាពប៉ុន្តែមានចំណុចខ្លះដែលពុកម្ដាយគាត់ត្រូវដឹងពីការលាងច្រមុះទី1គឺក្មេងខ្លះគឺគាត់អាចមានអារម្មណ៍មិនស្រួលជាពិសេសអារម្មណ៍ដែលមានទឹករត់នៅក្នុងច្រមុះហ្នឹងដែលធ្វើឲ្យក្មេងខ្លះគាត់មានអារម្មណ៍ថា uncomfortable ហើយដែលធ្វើឲ្យគាត់មិនចង់លាងប៉ុន្តែបើសិនជាយើងព្យាយាមបញ្យល់គាត់ចាក់លបងធ្វើថ្នមចំពោះគាត់ទៅពេលដែលគាត់ក្រោយពេលដែលលាងហើយគាត់មានអារម្មណ៍ស្រស់ថ្លាអារម្មណ៍តឹងច្រមុះនឹងក៏អាចធ្វើឲ្យគាត់កែប្រែទស្សនៈរបស់គាត់ធ្វើឲ្យគាត់ថ្ងៃក្រោយទៅគឺគាត់ចង់លាងវិញគុណវិបត្តិទី2នៃការលាងច្រមុះគឺវាអាចមានរលាកច្រមុះការលាងច្រមុះដែលញឹកញយខ្លាំងគឺវាធ្វើឲ្យស្ងួតហើយនឹងធ្វើឲ្យរលាកភ្នាសច្រមុះអញ្ចឹងវាជាការព្រាមបាច់ដែលយើងមិនត្រូវធ្វើញឹកញយលើសខ្លាំងពេកទេទី3គឺការលាងច្រមុះគឺមិនសម្រាប់មនុស្សគ្រប់រូបទេយើងត្រូវជៀសវាងការលាងច្រមុះនៅក្នុងករណីអ្នកដែលមានបញ្ហារលាកត្រចៀកអ្នកដែលមានសម្ពាធឬមួយក៏ឈឺនៅក្នុងត្រចៀកអ្នកដែលទើបតែរងនៅការវះកាត់ត្រចៀកឬក៏វះកាត់ sinus ឬមួយក៏កូនក្មេងដែលគាត់មានបញ្ហាស្ទះច្រមុះខ្លាំងឬមួយក៏វាឆ្អឹងច្រមុះនឹងគឺគាត់មិនសូវជាបានផលខ្លាំងពីការលាងច្រមុះទេគុណវិបត្តិទី4នៃការលាងច្រមុះគឺការលាងច្រមុះគ្រាន់តែជាការបន្ធូរបន្ថយដោះអាសន្នតែប៉ុណ្ណោះពិតមែនតែការលាងច្រមុះវាជួយបន្ធូរបន្ថយរោគសញ្ញាប៉ុន្តែវាមិន
ជាការព្យាបាលឬគល់នៃបញ្ហាច្រមុះរ៉ាំរ៉ៃឬមួយក៏បញ្ហាអាឡែស៊ីច្រមុះទេតើយើងអាចលាងច្រមុះញឹកញាប់កម្រិតប៉ុណ្ណានៅក្នុងកំឡុងពេលមានរោគសញ្ញាវាមានសុវត្ថិភាពនៅក្នុងការដែលយើងលាង1ដងឬ2ដងក្នុងមួយថ្ងៃក្នុងពេលដែលកូនមានរោគសញ្ញាដូចជារោគសញ្ញាហៀសបោឬរោគសញ្ញាសាកណ្ដាស់ឬមួយក៏មានមេរោគនៅក្នុងច្រមុះប៉ុន្តែនៅក្នុងការបង្ការក្មេងមួយចំនួនគាត់មានបញ្ហាsinus បញ្ហាច្រមុះញឹកញាប់គាត់អាចមានអត្ថប្រយោជន៍ពីការលាងច្រមុះអាច2ទៅ3ដងក្នុងមួយសប្តាហ៍ទោះបីជាមិនមានរោគសញ្ញាក៏ដោយប៉ុន្តែបើសិនជាមានរោគសញ្ញាគឺត្រូវបាញ់ឲ្យគាត់រៀងរាល់ថ្ងៃទោះជាយ៉ាងណាក៏ដោយការដែលយើងលាងច្រមុះរយៈពេលយូរជាប្រចាំថ្ងៃជាធម្មតាគឺមិនចាំបាច់ទេលើកលែងតែមានករណីដែលមានការណែនាំពីគ្រូពេទ្យរបស់ប៉ាម៉ាក់ដូច្នេះការលាងច្រមុះវាធ្វើឲ្យច្រមុះមានសុខភាពល្អវាជួយឲ្យដកដង្ហើមបានល្អគឺជាវិធីសាមញ្ញមួយនិងមានសុវត្ថិភាពក្នុងការថែទាំសុខភាពផ្លូវដង្ហើមកូនបើសិនជាយើងប្រើប្រាស់បានត្រឹមត្រូវខ្ញុំលើកទឹកចិត្តឲ្យប៉ាម៉ាក់ដែលកូនជាពិសេសកូនតូចៗដែលគាត់មានបញ្ហាផ្ដាសាយឬមួយក៏មានបញ្ហាអាឡែស៊ីច្រមុះអាចត្រូវព្យាយាមលាងច្រមុះឲ្យបាន1ដងទៅ2ដងក្នុងមួយថ្ងៃ